កម្ពុជាអំពាវនាវឲ្យថៃលើកបញ្ហាទាំង17ទីតាំងទៅដោះស្រាយក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាក្រសួងការបរទេសកម្ពុជាអំពាវនាវឲ្យភាគីថៃលើកបញ្ហាដែលចោទកម្ពុជាអំពីការឈ្លានពានទឹកដីនៅទីតាំងទាំង17ស្ថិតនៅតំបន់ពីខេត្តពោធិ៍សាត់ដល់ខេត្តកោះកុងរួមទាំងតំបន់ស្រុកវាលវែងខេត្តពោធិ៍សាត់ដែលស្ថិតនៅទល់មុខនឹងស្រុកមឿងខេត្តត្រាតប្រទេសថៃនោះក្រសួងការបរទេសកម្ពុជាចាត់ទុកទង្វើរបស់ភាគីថៃបែបនេះមិនមែនជាកាយវិការស្ថាបនាទេដែលបំផុសរឿងនេះឡើងព្រោះបញ្ហានេះត្រូវបានដោះស្រាយសមស្របរួចហើយជាមួយនឹងការប្រស្រ័យតាក់ទងគ្នាលើកចុងក្រោយកាលពីថ្ងៃទី1ខែកុម្ភៈឆ្នាំ2022កន្លងទៅប្រពន្ធដដាលបន្តថាជារឿងសំខាន់ដែលត្រូវទទួលស្គាល់កាពិថាពេលដែលប្រទេសទាំងពីរមិនទាន់បានកំណត់ខណ្ឌសីមានៅតំបន់មួយចំនួននៃព្រំដែនរួមគ្នាប្រជាជនទាំងសងខាងបានរស់នៅនិងបង្កបង្កើនផន់អស់ជាច្រើនទសវត្សរ៍មកហើយនៅលើដីក្នុងតំបន់ដែលមិនទាន់បានកំណត់ព្រំដែននោះក្រសួងការបរទេសគូបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាបដិញ្ញាចិត្តឥតងាក់រេក្នុងការស្វែងរកដំណោះស្រាយប្រកបដោយមិត្តភាពចំពោះរាល់វិវាទព្រំដែនជាមួយប្រទេសថៃក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់តាមសន្តិវិធីស្របតាមច្បាប់អន្តរជាតិកាលពីថ្ងៃទី16ខែកញ្ញាសារព័ត៌មាន The Nation របស់ថៃបានស្រង់សម្ដីអ្នកនាំពាក្យរងនៃកងទ័ពជើងទឹកលោកផារ៉ាត់រតនាឆៃប៉ាន់ថាកម្ពុជាបានបំពេញកិច្ចព្រមព្រៀងគណៈកម្មាធិការព្រំដែនទូទេព្រមមិនអើពើក្នុងការរុះរើរចនាសម្ភារៈនិងបំពេញប្រឡាយនៅក្នុងតំបន់ចំនួន3ក្នុងខេត្តត្រាតរបស់ថៃដែលទល់មុខនឹងស្រុកវាលវែងខេត្តពោធិ៍សាត់របស់កម្ពុជាយ៉ាងណាក៏ដោយរដ្ឋលេខាធិការឋានកិច្ចការព្រំដែនកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី25កញ្ញានេះថាការលើកឡើងរបស់កងទ័ពជើងទឹកនិងទីបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរីត្រាតគឺជាគម្រាមអនុវត្តដោយបង្ខំនៅការខណ្ឌសីមាលើដីជាក់ស្ដែងដោយឯកតោភាគីដែលជាការរំលោភនៅអនុសញ្ញាយកយងយឺននឹងឆ្នាំ2000ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃ JBC យ៉ាងធ្ងន់ធ្ងររដ្ឋលេខាធិការឋានកិច្ចការព្រំដែនកម្ពុជាអំពាវនាវឲ្យភាគីថៃលើកយកបញ្ហាទាំង17ទីតាំងនេះទៅដោះស្រាយតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ដែលក្រុងរៀបចំកិច្ចប្រជុំនាពេលខាងមុខព្រោះការងារវាស់វែងនឹងខណ្ឌសីមាព្រំដែនគឺស្ថិតនៅក្រោមសមត្ថកិច្ចផ្ដាច់មុខរបស់ JBC នៃប្រទេសទាំងពីរដោយមិនមានយន្តការឬស្ថាប័នណាមួយមានសមត្ថកិច្ចលើកិច្ចការនេះឡើយចំណែកនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតបានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី17កញ្ញាថាកងកម្លាំងថៃមានបំណងដណ្ដើមយកទឹកដីខ្មែរចំនួន17ទីតាំងនៅគ្រឿងតំបន់ចាប់ពីខេត្តពោធិ៍សាត់ដល់ខេត្តកោះកុងខណៈពេលដែលសកម្មភាពរបស់ថៃបែបនេះក៏ជាបំណងធ្វើការកំណត់ខណ្ឌសីមាព្រំដែនជាឯកតោភាគីដោយរុយប្រើកម្លាំងផងដែរ